បាទសួស្តីបងប្អូនអរគ្នាខ្ញុំបាទ Mandy នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបនៃការប្រើប្រាស់នាឡិកា Garmin Tactix Edge AMOLED បាទអញ្ចឹងសម្រាប់បងប្អូនវីដេអូនេះគឺធ្វើឡើងមកសម្រាប់បងប្អូនដែលទើបទិញនាឡិកា Garmin Tactix Edge AMOLED នេះថ្មីអញ្ចឹងបងប្អូនបន្ទាប់ពីយើងទិញហើយបងប្អូនមើលវីដេអូនេះខ្ញុំនឹងប្រាប់លម្អិតតែម្ដងទាំងការប្រើប្រាស់កីឡាទាំងការប្រើប្រាស់ចូលទៅមុខងារតាមដានសុខភាពទាំងការប្រើប្រាស់ adventure និងមុខងារផ្សេងទៀតអូខេតោះឥឡូវកុំឲ្យខាត់ពេលយូរយើងចូលមកលម្អិតតែម្ដងអញ្ចឹងសម្រាប់នាឡិកា Garmin Tactix Edge AMOLED គឺជាស៊េរីថ្មីបងប្អូនដឹងហើយនាឡិកានេះគឺយើងអាចប្រើប្រាស់ touch screen ក៏បានហើយនឹងប្រើប្រាស់ប៊ូតុងក៏បានដែលវាមានប៊ូតុង5ខាងស្ដាំនេះ2ហើយនឹងខាងឆ្វេងនេះ3បាទអញ្ចឹងប៊ូតុងវានេះគឺយើងអាចប្រើ 100% សុទ្ធក៏បានបងប្អូនចង់ប្រើ touch screen 100% សុទ្ធក៏បានអូខេអញ្ចឹងដំបូងខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបចូលទៅកាន់មុខងារតាមដានសុខភាពមុនដើម្បីមើលសុខភាពរបស់យើងនៅក្នុងនាឡិកា Garmin Tactix Edge AMOLED បងប្អូនគ្រាន់តែនេះយើងអូសវាមកខាងក្រោម touch screen ណាបាទយើងអូសមកយើងអាចមើលតាក់ទងទៅនៃសុខភាពក៏ដូចជាការហ្វឹកហាត់របស់យើងគឺនៅខាងក្រោមនឹងទាំងអស់តែម្ដងអញ្ចឹងបងប្អូនចុចមកនេះឃើញទេបាទយើងចុចមកចូលមកបាទវាមាន weather មាន sunset មាន health កន្លែង health នេះគឺជាកន្លែងទុកសុខភាពយើងទាំងអស់តែម្ដងមាន body battery មាន sleep score មានអីផ្សេងគឺមានច្រើនមែនតើអញ្ចឹងបងប្អូនសុខភាពគឺយើងគ្រាន់តែចូលមើលអញ្ចឹងទៅហើយបើសិនជាយើងចង់ថែមបងប្អូនចុចកន្លែង edit នេះគឺយើងអាចធ្វើការថែមទិន្នន័យណាដែលយើងឆ្លាញ់ចង់ថែមចូលនៅក្នុងហ្នឹងអញ្ចឹងណាបាទបើថាយើងចង់ថែមមុខងារអីគេflow ខ្លាំងអញ្ចឹងចុះអញ្ចឹងហើយយើងគ្រាន់តែចុច add អញ្ចឹងមកអញ្ចឹងមុខងារហ្នឹងចូលនេះអញ្ចឹងបងប្អូនអាចមើលបានយើងឡើងបានប្រហែលជាន់អញ្ចឹងទៅឡើងចដើអញ្ចឹងណាអូខេអញ្ចឹងបន្តមកទៀតយើងថយយើងអាចវាអូសកវះមកជីគឺយើងថយដើម្បីត្រឡប់ទៅកាន់មុខងារថយក្រោយអញ្ចឹងណាអូសកវះជីឬក៏យើងចុចអាប៊ូតុងខាងក្រោមនេះដើម្បីយើងថយក្រោយតែបន្តមកទៀតយើងអូសមកខាងក្រោមយើងឃើញកន្លែង training កន្លែង training ហ្នឹងគឺជាកន្លែងដែលយើងផ្ទុកនៅទិន្នន័យការហាត់របស់យើងមាន VO2 max អីចឹងទៅមាន training readiness ចឹងទៅនៅក្នុងទាំងអស់បាទមាន training status បាទនេះ VO2 max បាទឃើញទេបាទសម្រាប់វាចែកចេញជា folder សុខភាពផ្សេង folder training ផ្សេងអញ្ចឹងណាបងប្អូនបាទវាមាន last activity បាទ health score endurance score ហើយចង់ថែមយើងចុច edit ដូចគ្នាអញ្ចឹងទៅគឺងាយស្រួលមែនតើបាទអូខេឬក៏បងប្អូនចង់ចុចមកក្រោមយើងចង់ចុចនេះប៊ូតុងនេះចុចប៊ូតុងនេះយើងចុចវាមកក្រោមក៏បាននេះប៊ូតុងខាងក្រោមហ្នឹងយើងចុចវាមួយមកក្រោមក៏បានទៅលើក៏បានអាកណ្ដាលហ្នឹងទៅលើឬក្រោមឃើញទេបាទនេះអូខេងាយបាទតមកវាមានអីគេ daily suggestion មានមើលអានេះសម្រាប់stock exchange ទៅអ្នកលេង stock ទិញប្រាក់ហ៊ុនអីចឹងទៅបាទមានត្រីវិស័យសម្រាប់អ្នក adventure បាទនេះនិយាយទៅពេលយើងអូសមកក្រោមហ្នឹងគឺបងប្អូននឹងឃើញទិន្នន័យច្រើនហើយបើសិនជាយើងអូសទៅនេះឃើញច្រើនគេណាឆ្លាញ់អីយើងមើលនឹងចឹងទៅបាទអូខេដោយសារខ្ញុំអត់បញ្យល់មួយដោយសារមួយគឺខ្ញុំបានធ្វើវីដេអូខ្លីៗហើយអញ្ចឹងខ្ញុំគ្រាន់បង្ហាញតែរបៀប basic ក្នុងការប្រើប្រាស់នាឡិកាតែម្ដងនេះយើងចុចមក stress អីផ្សេងហើយបើសិនជាយើងចង់ថែមទិន្នន័យនាឡិកាជួនកាលនាឡិកាបងប្អូនទិន្នន័យតិចជាងនាឡិកាខ្ញុំអញ្ចឹងណាអញ្ចឹងយើងអាចចុចកន្លែង edit នេះដើម្បីយើងថែមមកបាទនេះយើងឆ្លាញ់អីយើងថែមនឹងអញ្ចឹងទៅបាទ fish focus អញ្ចឹងទៅចុចមកគឺយើងថែមតែម្ដងឃើញទេបាទងាយស្រួលមែនតើហើយយើងថយវិញអញ្ចឹងមកអូខេអញ្ចឹងហើយយើងកវះមកជីក៏យើងថយហើយមួយទៀតគឺចំណុចពិសេសបាទនាឡិកាអញ្ចឹងបងប្អូនចង់ថយវាលឿនណាគ្រាន់តែដាក់ប៉ាប់អញ្ចឹងមកដកដៃចេញវិញឃើញទេត្រឡប់ថយក្រោយអានេះគឺជា shortcut ខ្លីដែលខ្ញុំបានធ្វើវីដេអូហើយដែរតែខ្ញុំបង្ហាញបងប្អូនក្នុងវីដេអូនេះមួយទៀតអូខេមួយទៀតអញ្ចឹងបើសិនជាយើងចង់ចូលលេងកីឡានៅក្នុងនាឡិការបស់យើងអញ្ចឹងណាយើងចូលមិនរបៀបចូលលេងកីឡាគឺងាយស្រួលទេបងប្អូនគេប៊ូតុងលើនេះប៊ូតុងខាងលើហ្នឹងមួយអញ្ចឹងណាចុចវាមួយមកបាទចុចវាមួយមកចុចប៉ាប់មកបាទយើងចុចមួយខ្ញុំចុចអត់ដល់កលៈវាហើយយើងចូលកន្លែង activity នេះចុចមួយប៉ាប់មកយើងឃើញអ្នកកីឡាមានច្រើនហើយបើសិនជាយើងចង់ថែមទៀតបងប្អូនអូសមកខាងក្រោមចុចកន្លែង edit នេះបាទកន្លែង edit ហ្នឹងគឺបងប្អូននឹងឃើញច្រើនពេលដែលយើងចង់ថែមអីមួយចូលតែកន្លែង edit ហ្នឹងទៅហើយចូល add មកគឺយើងថែមទៅបានហើយកីឡាវាមានច្រើនកីឡានេះមាន100ជាងកីឡាអត់ថាយើងចូលប្រភេទ cycling យើងចង់ថែមអីចង់ថែម EMTB ឬក៏ gravel bike អញ្ចឹងទៅយើងចុចចូលមកហើយគេយើងថែមបាត់ចេញថយមួយមកនេះ gravel bike ចូលមកហើយបើសិនជាយើងចង់យកវាទៅដាក់លើខាងក្រោមបងប្អូនអាចនេះអង្កលវាទៅលើទៅក្រោមអញ្ចឹងមកចុចវាមួយមកប៉ាប់
bàn bạn cái nhé nghi rồi mình đèn bạn hay dân trong thói cho ăn khăn khổ đi thói các bạn rồi có ô hệ cron nhóm thói các bạn cái nhé bạn ok trong môi tiệt biết cho lên cái lá mình cho thèmแต่เราเป็นdân trong cho lên cái là cho ở khăn lơ năng môi đi kia khăn lơ nắng bạn cho môi pap nó dân cho lại activity bạnต่อมาอุทธาnhom trong lên cái là rốt bạn dân cho lạiบางคนlên cái là ná cứ cho trong cái là năng chím rốt dương anh phở phải rốt từ chim ấy trên bán này họ tham về dương rốt lơ mà sân dương phở một nghe rốt lơ mà sân stress may chẳng tao và xem bóng phôn chim nhưng phải một nghe strength cardio ấy chẳng tao trong một nghe về chẳng này bạn nè chẳng có thay nhom rốt nhom pra rốt chẳng tao chẳng những cho rốt máu bạn này thế chẳng ở p đại dương rốt cứ tầm 4 cứ bóng phôn tổ trăm nè chip ai học pin nhà chip ai khang lơ nè chip ai khang lơ nó pin tại để sao nhom phơi video này cứ nhom nó không tè chẳng nhom bạn ai trăm pin bàn tề chẳng nè những cho start máu pap cái nhéរបៀបនៃការចូលលេងកីឡាគឺយើងត្រូវចេះចុច start មានន័យយើងចាប់ផ្ដើមកីឡាបាទបន្តមកទៀតពេលយើងបញ្ឈប់កីឡាហើយពេលដែលយើងលេងកីឡាគឺវាជាប់សោនៅលើអេក្រង់អញ្ចឹងណាយើងចង់ចុច touch screen លើវាតើយើងដោះសិនបាទនេះអូខេអញ្ចឹងពេលយើងដោះថោហើយយើងអាច touch screen បានឃើញទេបងប្អូនអេមែនតើអញ្ចឹងបន្ទាប់ពីយើងលេងកីឡាហើយយើងចង់បញ្ឈប់កីឡាមានយើងលេងចប់ហើយចុចអាខាងលើនោះដូចគ្នាចុចប៉ាប់មកបាទគឺយើងបញ្ឈប់កីឡារបស់យើងឯងចឹងវានឹងបង្ហាញទិន្នន័យថាយើងរត់បាន1គីឡូ1នាទីចឹងទៅហើយបើសិនយើងចង់ sale ចុចអាកន្លែង sale នោះមក sale ពឹបតែខ្ញុំអត់ sale ទេដោយសារខ្ញុំតេស្តបងប្អូនចឹងខ្ញុំចូលកន្លែង discard បាទឃើញទេចឹងបើសិនជាវីដេអូនេះវែងពេកឬក៏លឿនពេកបងប្អូនអាច comment ឬក៏អាច slow អាចមើលភាសាវិញឡើងទៀតចឹងណាបងប្អូនបាទអូខេហើយបន្ទាប់ពីនៅក្នុងមុខងាររត់ហ្នឹងវាមានមុខងារ training មានថាយើងអាចធ្វើការហ្វឹកហាត់តាមនាឡិកាបានបាទនេះdaily suggestion របស់ខ្ញុំបាទថ្ងៃនេះវាឲ្យសម្រាប់អញ្ចឹងមានថាវា5នេះឲ្យសម្រាប់ស្អែកវាឲ្យយើង sprint មែន sprint ហ្នឹងឲ្យហាត់ល្បឿនបាទរត់លឿនណាបាទនេះអូខេថយបាទអូខេអាហ្នឹងយើងហាត់បាទហើយសម្រាប់អ្នកជីមយើងចូលមកជីមអញ្ចឹងទៅបាទនេះអ្នកជីមយើងចូល strength យកអីចឹងបងប្អូនណាលោតឆាត់យោងបាទមានជីម៉ូតូបាទមានបើកយន្តហោះហើយអ្នកជីមចង់ថែមទៀតយើងចូលកន្លែង edit មកយើងរកកន្លែងជីមបាទនេះជីមវាមានអីមាន H yoga ធាក់កង់លើម៉ាស៊ីនអីផ្សេងៗគឺមានច្រើនមែនតើអញ្ចឹងកីឡាគឺមានច្រើនយើងឆ្លាញ់អីយើងចូលថែមនឹងអញ្ចឹងទៅឥឡូវនេះចូលមកដល់មុខងារ adventure វិញម្ដងមាន map មានអីអញ្ចឹងទៅបាទអញ្ចឹងដើម្បីចូលទៅកាន់មុខងារ adventure ប្រើប្រាស់ផែនទីបានបងប្អូនចុចអាលើនឹងដូចគ្នាដូចចូលលេងកីឡាអញ្ចឹងណាយើងចុចមួយមកយើងចូលអូមកខាងក្រោមនេះវាមាន map បាទ map នេះ map នៅក្នុងនាឡិកា Garmin គឺបងប្អូនបញ្ចូលតែម្ដងគឺប្រើបានរាប់ឆ្នាំបាទប្រើបានរហូតតែម្ដងបាទអូខេអញ្ចឹង map នេះគឺអាសញ្ញាព្រួយនេះបញ្ជាក់ថាយើងនៅកន្លែងណាចឹងទៅពេលបងប្អូនជិះម៉ូតូផ្សេងគឺវានឹងនាំយើងវានឹងរត់តាមយើងណាបាទអូខេអញ្ចឹងគាត់ថាបើសិនជាយើងចង់ស្វែងរកវាមានមុខងារ navigate បាទមុខងារស្វែងរកទីតាំងនៅក្បែរយើងមានអីគេខ្លះគឺយើងអាចធ្វើការឲ្យវា scan ដើម្បីរកបានបាទឃើញទេតែមើលទៅទីវាឡើងមកបាទអញ្ចឹង map នៅក្នុងនាឡិកា Garmin គឺ offline map ដែលជា map ដែលអត់ប្រើប្រាស់អ៊ីនធឺណិតទេអញ្ចឹងយើងរកអីគេរក coffee and tea អញ្ចឹងទៅវានឹងបង្ហាញហាងដែលនៅក្បែរយើងមុនគេតែម្ដងចាំមើលចាំបន្តិចវានឹងចេញហើយបាទនេះឃើញទេ River Garden Roaster Starbucks អីចឹងទៅ aim បាទយើងចង់ទៅចុចលើវាមកជូនទៅតែម្ដងអូខេអានេះយើងប្រើប្រាស់ map មួយទៀតវាមានមុខងារ save location បាទវាមានមុខងារនេះច្រើនបាទយកអូមកក្រុមហ្នឹងអញ្ចឹងណាមានមុខងារ Garmin Share បាទដើម្បីយើងធ្វើការ share ទិន្នន័យពីនាឡិកាទៅនាឡិកាអញ្ចឹងទៅងាយស្រួលបាទឃើញទេអូខេអញ្ចឹងមួយទៀតសម្រាប់បងប្អូនដែលប្រើប្រាស់ចង់ save location យើង save បែបណាលឿនអញ្ចឹងណាបងប្អូនចុចខាងលើនេះចុចលើនេះចុចប៊ូតុងលើហ្នឹងណាចុចវាជាប់មកហើយយើងឃើញពពកពាក្យ save location នេះបាទអញ្ចឹងនៅពេលដែលយើងចាំ GPS ឲ្យពេញគឺវានឹងប្រាប់លេខ coordinate ដែលយើងអាចធ្វើការ save បានហើយងាយស្រួលមែនតើឃើញទេបាទអញ្ចឹងយើងចុចថយមកដោយសារខ្ញុំនៅក្នុងផ្ទះអញ្ចឹងវា save អត់កើតបាទនេះ aim នៅក្នុងនាឡិកា Garmin Tactic Edge AMOLED នេះក៏មានមុខងារ call ក៏ដូចជាមានមុខងារពិលនៅក្នុងនាឡិកាដែរអញ្ចឹងដើម្បីបងប្អូនចង់ទទួល call បើមិនមានគេ call មកយើងក៏លើកលើនាឡិកាមកគឺយើងអាចនិយាយលើនាឡិកាបានតែម្ដងវាមាន speaker នៅលើនាឡិកានេះបាទហើយបើមិនយើងចង់ចុចលេខ call ទៅគេបងប្អូនចុចនេះចុចអាលើហ្នឹងមកបាទហើយយើងអាចធ្វើការចុចលេខបាទនេះ phone នេះមកយើងអាចកន្លែង contact ហ្នឹងក៏បានឬក៏យើងចុចអាលេខមក
យើងអាចចុចលេខហើយយើងអាច call ដល់គេបានដែរឃើញទេអេមែនតើបាទហើយមួយទៀតបាទយើងចង់ថតសំឡេងទុកថតអីចឹងណានេះបងប្អូននេះវាមានមុខងារ voice note នេះមុខងារ voice note ហ្នឹងគឺយើងអាចធ្វើការ record សំឡេងពេលយើងចូលប្រជុំឬក៏ពេលយើងជួបនរណាម្នាក់ចង់ថតសំឡេងទុកអីចឹងទៅបាទហើយយើងចុចបិទមក save ហើយបាទសំឡេងហ្នឹងគឺវា save ទុកហើយបាទអញ្ចឹងមួយទៀតសម្រាប់មុខងារ7នៅក្នុងនេះថាតើយើងប្រើបែបណាឃើញវាមាន7ចឹងណា7នេះដើម្បីឲ្យងាយស្រួលអធិស្ឋានដោយសារតែអ្នកលការបស់ខ្ញុំវាមាន message ច្រើនបន្តិចបាទអញ្ចឹង7នេះគឺងាយស្រួលយើងចុចប៊ូតុងខាងលើនេះ2ដងចុចវា2ដងមកយើងអាចស្រាវភ្លឺនេះសេរីភ្លឺឡើយនេះបាទសេរីភ្លឺឲ្យតិចឲ្យខ្លាំងឡើយនេះឃើញទេកន្លែងដៃខ្ញុំនេះយើងអាចសេរីនេះហើយនេះខៀវបាទហើយនេះភ្លឺខ្លាំងនេះឃើញទេបាទខ្ញុំស្រឡាញ់7នេះមែនតើពេលយប់ល្ងឹតអីយើងចុចវាតែ2ដងភ្លឺហើយចង់បិទវិញចុចវា2ដងដែរមកបិទឃើញទេអេមែនតើបាទហើយមួយទៀតសម្រាប់បងប្អូនដែលចង់ដូរមុខចង់លេងមុខអីផ្សេងផ្សេងអញ្ចឹងណាយើងចុចតាមប៊ូតុងនេះចុចប៊ូតុងកណ្ដាលឲ្យជាប់មកអាហ្នឹងចូល setting ហើយយើងអាចចូលមកកាន់កន្លែង watch face យើងអាចមើលមុខវាអញ្ចឹងណាមានច្រើនបាទបូកហ្នឹងមកមានច្រើនឧទាហរណ៍ខ្ញុំឆ្លាញ់មុខនេះឬក៏ឆ្លាញ់មុខមុខស្អាតតិចបាទនេះឧទាហរណ៍ខ្ញុំឆ្លាញ់មុខនេះអញ្ចឹងធ្វើមិនបានវាចុចអាបូកនោះមួយមកបាទហើយចុចកន្លែងប៊ិចនោះមួយទៀតមក apply មកអញ្ចឹងឃើញទេខ្ញុំទទួលបានមុខអ្នកលកានោះតែម្ដងបាទអេមែនតើហើយមួយទៀតបងប្អូនអាចចូលទៅកាន់ Garmin Connect IQ នៅក្នុងទូរស័ព្ទរបស់យើងបងប្អូន download មួយទៀតមកដើម្បីយើងធ្វើការទាញមុខបាននៅក្នុង Connect IQ អញ្ចឹងណាបាទនេះយើងចុចចូលមកបាទហើយយើងឃើញកន្លែងនេះ watch face បាទច្រើនមែនតើបងប្អូនអាចចូលទៅកាន់ Connect IQ ហ្នឹងយើងឆ្លាញ់មុខមួយណាយើងចុចលើវាមកហើយចុចកន្លែង install មកគឺយើងទទួលបានមុខហ្នឹងហើយអាមុខណាដែលអត់មានដាក់ពាក្យថា payment គឺមុខហ្នឹងដែល free ហើយបាទយើងខាងក្រោមនេះបងប្អូនឃើញពាក្យថា payment អញ្ចឹងណាគឺមុខហ្នឹងវានឹងគិតលុយប៉ុន្តែបើអត់មានពាក្យ payment ទេគឺមុខហ្នឹងវា free ហើយយើងអាចធ្វើការ download បានដោយសេរីអូហើយមួយទៀតបាទសម្រាប់បងប្អូនអ្នកដែលចូលចិត្ត gym ចូលចិត្តgym អញ្ចឹងណាខ្ញុំសូមណែនាំនេះបងប្អូនអាច download workout ច្រើនមែនតើនៅក្នុងនាឡិការបស់យើងណាយើងចូលកន្លែងនេះមកបាទកន្លែង training ហ្នឹងមក workout មកបាទនេះឃើញទេវាមានយើងអាច find workout នេះបាទឃើញទេនេះមានលំហាត់ប្រាណជាច្រើនបាទដែលបងប្អូនអាចធ្វើការទាញយកបាន free ហើយទាញយកទៅគឺវានឹងចូលនៅក្នុងនាឡិការបស់យើងហើយអូខេអញ្ចឹងបន្ទាប់ពីយើងជ្រើសរើសហើយយើងចង់ផ្ញើលំហាត់ប្រាណហ្នឹងចូលទៅកាន់នាឡិការបស់យើងយើងគ្រាន់ចុចចូលមកបាទឧទាហរណ៍នាឡិការបស់យើង connect យើងគ្រាន់ចុចវាលើហ្នឹងមក send to my device ready អញ្ចឹងបងប្អូនអានេះខ្ញុំផ្ញើមកកាន់ Forerunner 975របស់ខ្ញុំតែបងប្អូនភ្ជាប់ Phoenix Tactic X យើងក៏ផ្ញើចូលនាឡិកាណាដែលយើង connect បានដូចគ្នាអញ្ចឹងណាបាទអូខេអញ្ចឹងបន្ទាប់ពីយើងធ្វើការ send មកកាន់ device យើងហើយយើងគ្រាន់តែចូលមកកន្លែងនេះមកបាទយើងចូលមកកន្លែង workout នេះបាទចុចមកអញ្ចឹង workout ដែលយើងបាន download មកទាំងប្រមាណគឺវាចូលក្នុងទាំងអស់បាទឃើញទេបាទហើយយើងអាចមើលថាការហាត់ប្រាណហ្នឹងទទួលបានសាច់ដុំកន្លែងណាបាទហើយវាមាន step អីគេខ្លះមាន plank បាទនេះឃើញទេវាមាន animation សម្រាប់បងប្អូនអ្នក gym គឺ aim មែនតើបាទយើងអាច focus ហាត់តាម step របស់វាបាន step ទី2 sit up អីចឹងទៅឃើញទេនេះ aim បាទអូខេមួយទៀតសម្រាប់បងប្អូនដែលប្រើប្រាស់នាឡិកា Garmin ថ្មីតែងតែរត់ខុសគីឡូផ្សេងអញ្ចឹងណាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់ឲ្យបងប្អូនចេះដូរពីម៉ាយទៅជាគីឡូម៉ែត្រយើងគ្រាន់តែចុចប៊ូតុងកណ្ដាលនេះឲ្យជាប់មកនេះចុចប៊ូតុងកណ្ដាលហ្នឹងឲ្យជាប់មកចុចវាមួយមកហើយយើងអូសចូលមកកាន់ voice setting បាទហើយយើងទៅរកពាក្យថា system ចុចមួយមកហើយកន្លែងក្នុង system ហ្នឹងបងប្អូនចង់ចាក់ password នាឡិកាអីយើងក៏បានយើងអាចចាក់ password ដូចទូរស័ព្ទបានបាទយើងឃើញកន្លែងមហោពាក្យថា advanced នេះបាទហើយចូលកន្លែង format កន្លែងហ្នឹងគឺយើងអាចធ្វើការដូរຂະຫນាតឲ្យត្រូវបាទចុចមកបើសិនជាវាជាម៉ាយយើងដូរនេះបើសិនជាវាជាម៉ាយយើងដូរមកជាគីឡូម៉ែត្រទាំងមកហើយដូរຂະຫນាតទាំងអស់ឲ្យត្រូវជាមួយរបស់យើងអញ្ចឹងមកអូខេអញ្ចឹងពេលហ្នឹងគឺគីឡូរបស់វានឹងដូចយើងហើយបាទពេលខ្លះនៅក្នុងទូរស័ព្ទរបស់យើងទៅជាគីឡូម៉ែត្រតែក្នុងនាឡិការបស់យើងម៉ាយអញ្ចឹងបងប្អូនត្រូវចេះដូរខ្លួនឯងអញ្ចឹងណាបាទនេះអូខេតែប៉ុណ្្នឹងរួចរាល់អូខេអញ្ចឹងវីដេអូនៃការបង្រៀនបងប្អូនតាក់ទងទៅនឹងរបៀបប្រើប្រាស់នាឡិកា Tactic X AMOLED មានតែប៉ុណ្្នឹងបងប្អូនហើយបើសិនជាមានសំណួរឬក៏ចម្ងល់បច្ចេកទេសផ្សេងៗអាចសួរនៅក្នុង comment ខាងក្រោមបាន
ចឹងពីខ្ញុំបាទ Mandy មានតែប៉ុណ្ណឹងបងប្អូនហើយជួបគ្នាវីដេអូក្រោយបាយបាយជំរាបលា